ខ្ញុំថាព្រឹកមិញហ្នឹងម៉ោងបាយចូល5ជាងនេះខ្ញុំថាមេខ្ញុំហ្នឹងជេរខ្ញុំងាប់ហើយពីរនាក់ហ្នឹងសាប់អីទៅពេងតែមកហ្នឹងដោយសារតែព្រឹកមិញម៉ោងបាយចូល5កន្លះ6អីអ្នកត្រួតពិនិត្យថ្មគេមកមើលពីសកម្មភាពយើងដាក់ដៃដាក់អីគ្រប់ចំនួនរបស់គេអត់ចឹងហើយមានទេបងប្អូនអើយជេរមេខ្ញុំយកទៅហ្មងគាត់មិនជេរអីធ្ងន់ធ្ងរទេប៉ុន្តែគាត់ស្ដីបន្ទោសអញ្ចឹងណាគាត់និយាយពាក្យអាក្រក់ថាមិនបានអត់ធ្វើតាមគាត់អញ្ចឹងដោយសារតាមួយដែលគាត់ខួងរៀងជ្រៅពេកហើយគោលការណ៍របស់គេគឺគេឲ្យខួងតាម1.2 ម៉ែត្រទៅជា1.10 ម៉ែត្រអីចឹងណាហើយគាត់ខួងជ្រៅពេកហើយទៅពេលចឹងទៅគេខ្លាចផ្ទុះទៅវាមានហានិភ័យអូលេងជេរមេខ្ញុំយកតែម្ដងហើយខ្ញុំថាបើសិនជាមេខ្ញុំត្រូវមាត់ខ្ញុំពីរនាក់ហ្នឹងនឹងត្រៀមមកហើយទៅដល់ប៉ោងសលុយហើយទៅនោះហើយតាមពិតគ្មានទេគាត់អត់រករឿងយើងដែរហើយរករឿងយើងមិនកើតបើយើងមិនអ្នកគួងប៉ុណ្ណឹងហើយត្រូវមាត់របស់គេមកឆ្ងាញ់ទាំងបលឹមក្នុងឯងទៅបានហូបបាយផងហើយមានតែប៉ុណ្្នឹងឯងវីដេអូហ្នឹងចាំជួបខ្ញុំនៅវីដេអូក្រោយទៀតទៅ